ចាជំរាបសួរបងទាំងអស់គ្នាចឹងថ្ងៃនេះខ្ញុំនឹងនិយាយអំពីពាក់ព័ន្ធជាមួយនឹងថ្នាំ ARV ចឹងថ្នាំ ARV យើងគឺមានច្រើនប្រភេទដូចជាប្រហែលនឹងរូបហ្នឹងអញ្ចឹងអានេះគឺជាប្រភេទថ្នាំ ARV និយាយទៅយើងមានច្រើនប្រភេទមែនតើពិភពលោកយើងបច្ចុប្បន្នគឺវិទ្យាសាស្ត្របានឈានជើងទៅដល់ដំណាក់កាលដ៏អស្ចារ្យមួយក្នុងការប្រយុទ្ធប្រឆាំងជាមួយនឹងមេរោគថ្នាំពជាជីវៈឬយើងស្គាល់ជាទូទៅថាថ្នាំ ARV ហ្នឹងមិនមែនសម្រាប់ព្យាបាលឲ្យជាសះស្បើយជារៀងរហូតទេតែវាគឺជាខែការពារដ៏មានឥទ្ធិពលមួយដែលជួយទប់ស្កាត់ការរាលដាលនៃវីរុសនៅក្នុងខ្លួនហើយអ្វីដែលសំខាន់ហ្នឹងគឺថ្នាំ ARV បែងចែកចេញជាជួរដែលព្យាបាលខុសៗគ្នាទៅតាមដំណាក់កាលសុខភាពរបស់អ្នកដែលមានផ្ទុក ARV អញ្ចឹងថ្ងៃនេះខ្ញុំនឹងបញ្យល់លម្អិតអំពីភាពខុសគ្នាជួរទី1និងជួរទី2ហើយនៅសារៈសំខាន់នៃការលាបថ្នាំឲ្យបានត្រឹមត្រូវជាដំបូងយើងមកនិយាយអំពីថ្នាំជួរទី1 first line ហ្នឹងគឺជាឱសថដំបូងបង្អស់ដែលគ្រូពេទ្យជំនាញនឹងផ្ដល់ជូនទៅអ្នកជំងឺដែលទើបមករកឃើញថាគាត់នឹងមានផ្ទុកមេរោគអេដស៍និងមិនទាន់ធ្លាប់បានប្រើប្រាស់ថ្នាំ ARV ពីមុនមកអញ្ចឹងកាលពីសម័យមុនហ្នឹងអ្នកជំងឺគឺគាត់ត្រូវលេបថ្នាំច្រើនគ្រាប់ហើយនៅច្រើនដងនៅក្នុងមួយថ្ងៃដែលបង្កជាការលំបាកយ៉ាងខ្លាំងតែបច្ចុប្បន្នដោយសារការវិវត្តនៃឱសថសាស្ត្រថ្នាំជួរទី1ត្រូវបានផ្សំបញ្ចូលគ្នាតែមួយគ្រាប់គត់ហើយលេបតែមួយដងក្នុងមួយថ្ងៃប៉ុណ្ណោះរូបមន្តស្តង់ដាដែលកំពុងប្រើប្រាស់ទូទាំងប្រទេសកម្ពុជានិងត្រូវបានទទួលស្គាល់ដោយអង្គការសុខភាពពិភពលោកនិង WHO មានឈ្មោះកាត់ថា TRD អញ្ចឹងថ្នាំនេះមានផ្ទុកជាមួយនឹងសារធាតុសំខាន់ចំនួន3មុខបញ្ចូលគ្នាមាន Tenofovir, Lamivudine និង Dolutegravir ថ្នាំជួរទី1នេះមានគុណសម្បត្តិអស្ចារ្យត្រង់ថាវាអាចទប់ស្កាត់មេរោគបានយ៉ាងខ្លាំងក្លាហើយមានផលរំខានដល់រាងកាយគឺតិចតួចបំផុតហើយនឹងធ្វើឲ្យអ្នកជំងឺនោះគឺមានអារម្មណ៍ស្រស់ស្រាយដូចជាមនុស្សធម្មតាអញ្ចឹងហេតុអីបានយើងត្រូវចាំបាច់មានថ្នាំជួរទី2ទៀតនេះគឺជាចំណុចសំខាន់បំផុតដែលយើងត្រូវដឹងមេរោគអេដស៍គឺជាវីរុសដែលវៃឆ្លាតហើយចេះបត់បែនទៅតាមកលៈទេសៈប្រសិនបើអ្នកជំងឺមានការធ្វេសប្រហែសហើយលេបថ្នាំអត់ទៀងទាត់ផ្លិចលេបថ្នាំញឹកញាប់ឬខកខានមិនបានទៅយកថ្នាំតាមការណាត់នោះកម្រិតថ្នាំនៅក្នុងឈាមនឹងធ្លាក់ចុះអញ្ចឹងនៅពេលដែលកម្រិតថ្នាំធ្លាក់ចុះវីរុសនឹងឆ្លៀតឱកាសអារៀនសូរពីថ្នាំវាស៊ាំមួយថ្នាំអញ្ចឹងវាផ្លាស់ប្ដូរទម្រង់ខ្លួនវាហើយយើងហៅថាការស៊ាំនឹងថ្នាំ drug resistance នៅពេលដែលមេរោគវាស៊ាំជាមួយនឹងថ្នាំហើយថ្នាំជួរទី1ដែលធ្លាប់តែខ្លាំងពូកែនោះគឺលែងមានប្រសិទ្ធភាពតទៅទៀតហើយដែលនៅក្នុងវិទ្យាសាស្ត្រគេហៅថាបរាជ័យនៃការព្យាបាល treatment failure អញ្ចឹងគ្រូពេទ្យគាត់ដឹងពីបញ្ហានេះតាមរយៈការពិនិត្យឈាមមើលមេរោគដែលយើងហៅថា viral load ហ្នឹងអញ្ចឹងបើសិនមកមើលឃើញមេរោគកើនឡើងពី1000គ្រាប់ក្នុងឈាម1មីលីលីត្រចំនួន2ដងជាប់គ្នាអញ្ចឹងមានន័យថាថ្នាំជួរទី1ហ្នឹងគឺអបប្រសិទ្ធភាពហើយអញ្ចឹងនៅពេលដែលថ្នាំជួរទី1លែងដំណើរការលែងមានប្រសិទ្ធភាពហើយគ្រូពេទ្យគាត់នឹងសម្រេចចិត្តផ្លាស់ប្ដូរអ្នកជំងឺហើយមកប្រើប្រាស់ថ្នាំជួរទី2យើងហៅថា second line ភ្លាមដើម្បីសង្គ្រោះប្រព័ន្ធការពាររាងកាយឡើងវិញថ្នាំជួរទី2យើងប្រើប្រាស់នៅសារធាតុផ្សំក្រុមថ្មីទាំងស្រុងមកតែម្ដងដែលយើងហៅថា protease inhibitors ដូចជារូបមន្តផ្សំAtazanavir អីហ្នឹងអាហ្នឹងយើងហៅថាក្រុម second line អញ្ចឹងថ្នាំក្រុមថ្មីទាំងនេះវានឹងចូលទៅវាលុកនឹងកំទេចមេរោគដែលធ្លាប់តែស៊ាំនឹងថ្នាំចាស់នោះទោះជាយ៉ាងណាក៏ដោយថ្នាំជួរទី2វាមានលក្ខណៈស្មុគស្មាញជាងមុនបន្តិចព្រោះជួនកាលអ្នកជំងឺគឺគាត់ត្រូវលេបថ្នាំច្រើនគ្រាប់ជាងមុនហើយនឹងមានផលរំខានខ្លាំងជាងមុននៅជាងពីមុនដែលពេលយើងចាប់ដើមដំបូងដូចជាអត់សូវឃ្លានបាយឬក៏អាចមានរាគរូសឬចង្អោរអីចឹងទៅចឹងអ្វីដែលជាការប្រមានប្រសិនបើអ្នកជំងឺនៅតែបន្តលេបថ្នាំជួរទី2មិនទៀងទាត់ទៀតវានឹងឈានចូលទៅដល់ការស៊ាំថ្នាំជួរទី2ទៀតហើយជំរើសចុងក្រោយគឺថ្នាំជួរទី3ដែលមានតម្លៃថ្លៃហើយក៏ពិបាកស្វែងរកដែរអញ្ចឹងសរុបមកអ្វីដែលយើងត្រូវចងចាំគឺថ្នាំ ARV មានទាំងជួរទី1និងជួរទី2ដែលជាឱសថទិព្វដែលអាចជួយឲ្យអ្នកដែលផ្ទុកមេរោគអេដស៍ហ្នឹងគឺអាចរស់នៅបានវែងជាងមុនហើយនឹងមានកូនចៅមានអនាគតភ្លឺស្វាងដូចមនុស្សទូទៅដែរឲ្យតែយើងមានការតាំងចិត្តលេបថ្នាំឲ្យបានត្រឹមត្រូវទៀងម៉ោងហើយនឹងរាល់ថ្ងៃការផ្លាស់ប្ដូរថ្នាំពីជួរទី1ទៅជួរទី2គឺត្រូវធ្វើឡើងតាមការត្រួតពិនិត្យនិងចេញបញ្ជាក់បញ្ជាពីគ្រូពេទ្យជំនាញតែប៉ុណ្ណោះហាមទិញថ្នាំលេបដោយខ្លួនឯងជាដាច់ខាត
សង្ឃឹមថាវីដេអូនេះនឹងផ្ដល់ចំណេះដឹងសម្រាប់អ្នកទាំងអស់គ្នាហើយបើសិនបើពេញចិត្តកុំភ្លេច like ហើយនឹងជួយ subscribe មួយផងហើយបើសិនជាមានចម្ងល់អីផ្សេងឬក៏ចង់ធ្វើវីដេអូចង់ខ្ញុំធ្វើវីដេអូអីអាច comment នៅខាងក្រោមបានណាអញ្ចឹងជួបគ្នានៅវីដេអូក្រោយអរគុណជម្រាបលា